Ok, số xe này tại Ocni.ថ្ងៃនេះខ្ញុំមានវីដេអូមួយតាក់ទងទៅនឹងរបៀបនៃការ configure HSOP failover សម្រាប់វីដេអូមុនខ្ញុំបានណែនាំអ្នកទាំងអស់គ្នារួចមកហើយតាក់ទងនឹងរបៀបនៃការ configure HSOP ដែរប៉ុន្តែload balance sharing អូខេ HSOP គឺជា Cisco proprietary មានថាជាកម្មសិទ្ធិរបស់ Cisco វាមានតែនៅលើ Cisco ទេហើយ protocol នេះគឺយើងប្រើសម្រាប់ configure redundant ក៏ដូចជា load balance ហើយបើយើងនិយាយតាក់ទងនឹង load balance យើងចែកចេញជាពីរទី1គឺ load balance sharing load balance sharing មានន័យថា active មានន័យថាបើសិនយើងមាន router ទាំងពីរហ្នឹងចឹងថា router ទាំងពីរហ្នឹងយើងយកវាធ្វើជា active ទាំងពីរមួយទៀតគឺ failover មានថា active standby ណាអូខេឥឡូវកាន់តែច្បាស់ខ្ញុំនឹងចូលទៅកាន់ design diagram ហើយនឹង configure ឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងនៅក្នុង Cisco Packet Tracer អូខេឥឡូវខ្ញុំចូលទៅកាន់ Cisco Packet Tracer នេះមកអូខេឥឡូវខ្ញុំយក router មក2អូខេឥឡូវខ្ញុំយកមកមួយទៀតអូខេឥឡូវខ្ញុំយក core switch មួយអូខេឥឡូវខ្ញុំយក machine server មួយហើយ PC 3ទៅអូខេឥឡូវខ្ញុំដាក់នេះ core switchខ្ញុំ add port serial ចូលអូខេនេះដូចគ្នាខ្ញុំ add port serial ចូលអូខេនេះខ្ញុំតាំងឲ្យវាធ្វើជា R1 router R1 អូខេនេះ R2 អូខេឥឡូវខ្ញុំconnect ខ្សែពី R1 អូខេមកកាន់ switch core switch នេះអូខេពី core switch មកកាន់ router R2 អូខេតមកពី R1 នេះតាមរយៈ port serial កាន់អូខេនេះតាំងថា ISP ដោតពី server មកកាន់ switch 3អូខេលេខ4អូខេ 5 អូខេ 6 អូខេអានេះខ្ញុំតាំង VLAN 10អូខេ server អូខេនេះខ្ញុំតាំង VLAN 20 IT account យ៉ាងទៅ accounting អូខេនេះ VLAN 40អូខេ marketing ដែរអូខេសម្រាប់router R1 នេះខ្ញុំយកវាធ្វើជា active
router auto នេះយកវាធ្វើជា standby ឥឡូវខ្ញុំតាំងអានេះ IP 1 ហ្នឹងទៅអូខេ2 ខ្ញុំបង្កើត sub interface នៅលើ router នេះអញ្ចឹង VLAN យើងមាន4 10 20 30 40ខ្ញុំតាំងឲ្យ IP ប៉ុណ្ណឹងអូខេហើយនៅត្រង់router ទាំងពីរនេះខ្ញុំបង្កើត visual IP មួយដើម្បីធ្វើជា visual gateway visual IP 254អញ្ចឹងវាមានទាំងអស់4 visual IP ដែរដោយសារតែយើងមាន4 VLAN អូខេនេះគឺជារបៀបនៃការ design diagram ឲ្យអ្នកទាំងអស់គ្នាយល់ច្បាស់នៅចន្លោះហ្នឹងអូខេឥឡូវខ្ញុំចូលទៅដាក់ IP ឲ្យ router មួយសិនឲ្យម៉ាស៊ីនមួយសិនមក10ទៅតំណាងឲ្យ VLAN 10អញ្ចឹងនេះ Visual Gateway វាគឺ254នេះអូខេចុច20អញ្ចឹងទៅ20 254 អូខេឥឡូវយើងបានដាក់ IP នៅលើម៉ាស៊ីនទាំងអស់ហ្នឹងហើយនៅលើ VLAN 10 20 30 40អូខេឥឡូវខ្ញុំសរសេរចំណងជើងទៅ how to configure ASOP failover
step ដំបូងឥឡូវកុំឲ្យខាត់ពេលយូរ step ដំបូងខ្ញុំចូលទៅដាក់ IP វាហើយនឹងបង្កើត VLAN អូខេឥឡូវខ្ញុំចូលទៅ create VLAN មុនចុះអូខេ create VLAN លើ core switch អូខេឥឡូវខ្ញុំចូលទៅកាន់ core switch នេះតោះមកខ្ញុំបង្កើត VLAN 10 អូខេ name server អូខេ VLAN 20 name IT អូខេ VLAN 30 អូខេ name accounting អូខេ VLAN 40 អូខេ name marketingបានបង្កើត VLAN ចំនួន 4 ហើយសូ VLAN ហ្នឹងនេះ10 20 30 40 4 VLAN នេះអូខេឥឡូវយើងអាសាញ port ទៅកាន់ VLAN មួយហ្មងទៅអូខេឥឡូវយើងចូលទៅកាន់ port បងទៀតយើងអាសាញ port វាចូលទៅកាន់ VLAN អូខេ interface នេះ 3 4 5 6 នេះអូខេ 3 3 4 5 6 3 mode access port access VLAN ខ្ញុំអាសាញ port លេខ 3 នេះឲ្យមកកាន់ VLAN 10ព្រោះមក port នេះខ្ញុំដល់ពីមក port VLAN 10នេះមកកាន់file Ethernet 03 នេះអញ្ចឹងមក port ហ្នឹងខ្ញុំយកវាធ្វើជា VLAN 10ឲ្យវាចូលទៅកាន់ VLAN 10អូខេឥឡូវខ្ញុំចូលទៅ port 4 speed port mode access port access VLAN 20ណាអូខេ interface file Ethernet អូខេអានេះ3 4ចានេះ5អូខេ speed port mode access អូខេ speed port access VLAN អូខេ30អូខេ interface 0/6 port mode access port access VLAN 40អូខេឥឡូវយើងសូ VLAN មកអូខេ VLAN 10 port access port យើងគឺលេខ 3នេះអូខេ VLAN 20 IT assign port ទៅលេខ 4 លេខ 5អូខេសម្រាប់ VLAN 30លេខ 6 សម្រាប់ VLAN 40 marketing អូខេឥឡូវយើងបាន create VLAN ហើយនឹង assign port ឲ្យ VLAN នីមួយៗរួចហើយអូខេឥឡូវខ្ញុំបន្ថែមនេះជួយដែរ create VLAN លើ storage assign port transport ដាក់ចឹងមកតែចង់កាត់ឥឡូវទៅច្រឡីចឹងផ្លេចទៅគេ configure transport ទៅលើ core switch អូខេបែកចេញពី2ចឹងមកស្រួលអ្នកនរគ្នាយល់អូខេចូលទៅកាន់ port នេះមកនេះ2 port នេះRAM មកទៅ port ហ្នឹងបោះ Ethernet 1.2 port encapsulation port ត្រង់ encapsulation.1q port mode ត្រង់អូខេឥឡូវយើងបាន configure ត្រង់ port នៅលើ interface file Ethernet 01 ហើយ file Ethernet 02 ហើយអូខេការងារនៅលើ switch ចប់តែប៉ុណ្្នឹងហើយអូខេបន្តមកយើងនឹងធ្វើ
ធ្វើការនៅលើ router O1 និង router O2 ម្ដងនឹងធ្វើការអាសាញ IP នៅលើវាអូខេឥឡូវយើងធ្វើការនៅលើអាសាញ IP លើ router O1 O2 then ISP គេលើយើងចូលទៅអាសាញ IP ទៅនៅលើ sub interface គេដាក់ចុចវាមក O1 គេឥឡូវយើងចូលទៅ sub interface ហ្នឹងមកគឺ slide IP add អូខេ click by command មួយ encapsulation.1q dot អូខេ IP ជំនួយអូខេ fast Ethernet 0.20 អូខេ encapsulation.1q 20ដែរមក slide IP add 20.1 Ethernet 0/30 encapsulation.1q 30 អូខេដាក់30ដាក់ឈ្មោះឲ្យវាតំណាងឲ្យ VLAN របស់យើងទៅសួរយើងចាំខ្លួនឯងហ្នឹងដាក់ទៅ30ចិត្តយើងហ្នឹងអូខេ 192.168.30.1 អូខេ shift interface Ethernet ចុច40 encapsulation.1q 40 IP add 192.1.40.1 គឺចូលទៅកាន់ interface រូបមកវាបន្តមក no shard គេនេះយើងចូលមកកាន់ interface នេះសូមបញ្ជាក់តិចនៅត្រង់ sub interface យើងមិនបាច់វាយ comment no shard ទេមានថាយើងចូលទៅកាន់ interface របស់វា interface ពិតរបស់វាមកហើយ no shard ទៅវាក្តោបទៅលើ sub interface ទាំងអស់អូខេឥឡូវយើងបានអាសាញ IP នៅលើ router O1 ហើយឥឡូវយើងចូលទៅកាន់ router O2 មកគឺដែរដូចនេះដាក់ឈ្មោះវាមក O2 អូខេចូលមកកាន់ interface របស់វាមក sub interface វាដកដែរ encapsulation.1q ដកដែរមក IP add ចុច10ចុច2អូខេ interface អូខេចុច20 encapsulation.1q 20 IP add 20.1 អូខេ interface Ethernet 0.30 encapsulation.1q 30 IP add អូខេ sorry អានេះខុសអត់ចុច2អានេះលេខ2អូខេនេះទៅអានេះមួយសិនចូលទៅកែ20សិនfirst 40 encapsulation.1q 40 IP add 40.2 អូ
user ដែរមកអូខេឥឡូវយើងមកបានដាក់ IP នៅលើ sub interface ហើយ router លេខ 1 router លេខ 2 អូខេឥឡូវយើងដាក់ IP នៅលើ interface serial 0/0 នេះសិនតាពីរនេះមកrouter លេខ 2 នេះមកតែណាឥឡូវយើងបានដាក់ IP នៅលើ interface router លេខ 1 router លេខ 2 អស់ហើយចូលមក ISP មក ISP អូខេទៅអូខេ file serial 0/0 IP no start requestឥឡូវយើងបានដាក់ IP នៅលើ router ទាំង 3 រួចរាល់ហើយអូខេឥឡូវយើងសាក់ ping ពី router លេខ 1 មកកាន់ ISP មើលស្គាល់អត់អូខេ ស្គាល់អូខេឥឡូវយើង ping កាន់ 11.11.1.1អូខេអត់តស្គាល់ដោយសារយើងអត់តធ្វើរ៉ៅអូខេឥឡូវអានេះគឺមកកាន់ IP ដូចគ្នាមកសូភីឆប់អូខេចេញអស់មកច្រឡំអូខេកលហ្នឹងណាគេដោយសារនេះយើង ping direct ទេ IP ដូចគ្នាស្គាល់ហ្នឹងអូខេឥឡូវ step ទី4យើងនឹង configure routingអូខេឥឡូវយើងចាប់តាម configure routing ទៅអូខេសម្រាប់នៅខាង router O1 និង router O2 ខ្ញុំនឹង configure OSPF ហើយនិង default route ណាហើយសម្រាប់ ISP យើង OSPF ដែរទៅអូខេឥឡូវយើងចូលទៅកាន់ router 1យើង configure default route ទៅIP និង home address អូខេមួយអូខេអានេះដូចគ្នាមកពីក៏ default route ដែរមកអូខេ home address អូខេបាត់01ចាំមកចាំឥឡូវសម្រាប់ O1 យើង default route O2 default route ទៅកាន់ internet អូខេហើយខាង internet នេះយើង configure OSPF ទៅអូខេ router OSPF 1អូខេ network តែថា network នៅជុំវិញនេះមកអូខេ wildcard mask
សម្រាប់វីដេអូតាក់ទងនឹងរបៀបនៃការគណនា wildcard មកខ្ញុំបានណែនាំទាំងអស់គ្នារួចហើយរួចរាល់មកហើយគឺយកយ៉ាប់4ដងដាក់ដកនឹង subnet mask ទៅឃើញ wildcard មកអូខេទៀត rồi mới tao viên lên ok là anh ấy configure OSPF anh ấy default ráu ok là dương sạch ping dần đấy tại vì score cái này bỏ sân chỉ vì score dương mà configure OSPF này lên bên kia đây ok là dương sạch ping màu canh về cái sân máu ok là dương ping màu canh để ping màu tơ máu tanpa ni tuan sekolah dari saat jangan tuan configure SOP tanpa step ni kita configure SOP mon trong rồi ok ấy chứ configure routing off mong thế OSPF dan router OSPF 1 cái thay network đi 4 network đi mà có chuyện số này được kia chụp click môi đọc cái kia này vật thử lương việc chặt chân xí lắm thay lòng cuma ini lo nak tahu so
ឥឡូវយើងបាន configure OSPF រួចរាល់មកហើយ step ចុងក្រោយយើងនឹង configure ASOP Statigram configure ASOP failover Statigram គឺជា step សំខាន់នៅក្នុងវីដេអូហ្នឹងតែម្ដង ឥឡូវយើងចាប់តាមបងប្អូនគ្នាយើងមើលទៅតាម diagram របស់យើង design ទៅតាមវាមកអូខេសម្រាប់នៅលើ router O1 មានថាយើង configure វាធ្វើជា active នៅលើ router O2 យើងវាធ្វើជា standby អូខេមានថារាល់ VLAN ទាំងអស់យើង set primary វាឲ្យធំមកដូចគ្នាមកនៅលើ O1 តមករាល់ VLAN ទាំងអស់យើងនៅខាង O2 យើង set វាឲ្យទូជាង O1 មកចឹងអានេះដើរតួជា active នេះច្បាស់ជាដើរតួជា standby ពេលឥឡូវយើងចាប់តាមអ្នកគ្នាទៅអូខេឥឡូវយើងចូលទៅ config នេះចូលទៅ interface stop standby 1 IP យើងដាក់ visual IP វាតាមនេះ standby 1 priority យើងដាក់200មក200ទាំងអស់ព្រោះយើងយកខាងនេះធ្វើជា active អញ្ចឹងខាងនេះយើងដាក់100មក150មកអញ្ចឹងវា standby អត់ប្របាក់ទេអូខេ print ហើយត្រង់ print នេះឲ្យវាដឹងថាបើសិនជាខាងនេះដាច់វាត្រូវ alert មកខាងនេះឲ្យវា listen ហើយថាបើសិនជាវាដាច់អានេះភ្លាមអានេះដឹងថានេះដាច់អញ្ចឹងអានេះ load active អូខេឥឡូវយើងចូល sub interface មកទៀតមកsorry standby 1 priority របស់យើង priority ស្មើនឹង200 ចឹងណា priority ណាធំគឺនឹងគឺ active គេឥឡូវយើងធ្វើដូចមិនដែរមកចូលទៅដាក់ក្នុង sub interface នេះមក stop standby 1 IP 1.254 standby 1 priority វាគឺ150 standby 1 print interface ហើយ standby 1 okay load ទៅជា standby ភ្លាមហើយវាដឹង IP priority វាទូចជាង active វាទៅជា standby អូខេឥឡូវបាន20ហើយឥឡូវចូលដល់ sub interface standby 1 IoT 150 sorry 150 250 ណា
ឥឡូវយើងបាន configure HSOP នៅលើ router 1 នៅលើ router 2 អស់ហើយ router 1 យើងបាន configure priority វា 200 កាលណាធំគឺជាវា active កាលណាតូចគឺវា standby អូខេឥឡូវយើងចូលទៅ verify HSOP បន្តិចមក show standby standby brief មើលនេះមកអូខេនេះ priority យើង 200 IP standby យើង10 20 30 40នេះ visual IP យើងគឺនេះហើយ router R1 យើងគឺ active ទាំងអស់អូខេឥឡូវយើងចូល tool មក show standby brief អូខេ priority វា 150 ទាំងអស់ state វាជា standby អូខេ IP active វាគឺ10 20 30 41ខាងនេះអូខេ visual IP វាដូចគ្នា10 20 30 40 254អូខេឥឡូវ HSOP យើងបាន config ហើយអូខេឥឡូវយើងសាក testing ping មកអូខេឥឡូវយើង ping មកកាន់ 112.168.10.1 ស្គាល់gateway អស់មក 20.1 30.1 ស្គាល់ហើយ 40.1 អូខេឥឡូវយើង verify អស់មកឲ្យប្រកាសថា gateway ទៅវា ping ស្គាល់ហើយទាំងអស់ឥឡូវយើងចូល VLAN 20 ping ដែរមកឲ្យទៅ 2.168.10.1 slow pingមកកាន់សិនទៅ40.1 ស្គាល់ហើយឥឡូវគឺមក 40.2 ស្គាល់អស់គេយើងរៀន verify ចឹងឲ្យ network យើងប្រកាសថាវាដើរទៅស្គាល់គ្នាអស់ហើយយើងព្រៀងមកដំណាក់កាលទៅអូខេឥឡូវវាស្គាល់គ្នាអស់ហើយអូខេឥឡូវខ្ញុំយក machine server នេះព្រៀងមកកាន់ gateway នេះ interface serial នេះមកទៅស្គាល់អត់គេស្គាល់អូខេឥឡូវខ្ញុំព្រៀងមកកាន់ internet ISP ស្គាល់គ្នាអូខេឥឡូវខ្ញុំព្រៀងមកកាន់ 11.11.11
là đọc môi chữ đọc môi chữ môi đọc môi score hỏi là dùng phim một căn đi môi chữ môi chữ pi đi ok là connection nó score ở hỏi nhưng router của việc score HSOP của việc score ở hỏi ok step trong cái đó cứ step thì mỗi dương vừa cao verify test testing SOP testing verify tracer out ok step thì mỗi dương vừa cao testing SOP tới thừa cao một đánh xá hay nên verify ta SOP dương đã tạm mùi nè ok là chỉ thông đã router O1 active router O2 cứ standby chứ routerទាំងអស់ router VLAN ទាំងអស់គឺវាចេញតាមactive O1 ហើយព្រោះដោយសារយើងយកវាធ្វើជា active ទៅអូខេចង់ដឹងថាវាពិតជាចេញតាម O1 មែនខ្ញុំធ្វើការ testing ឲ្យអ្នកទាំងអស់គ្នាមើលដោយធ្វើការឥឡូវខ្ញុំភៀងមកខ្ញុំ tracer មកកាន់នេះ IP 10.10.1 តើវាដើរតាមតើ VLAN របស់យើងនេះ10នេះដើរតាម router លេខ1ឬមួយដើរតាម router លេខ2អូខេត្រូវ tracer 10.10.10.1 នេះខ្ញុំ tracer មកខាងនេះជាមួយវាដើរចេញតាមមួយណាឃើញទេវាឆ្លងកាប់នេះ gateway នេះ10 192.168.10.1 នេះgateway ខាងនេះ router នេះអញ្ចឹង router gateway ខាងនេះគឺ 10.2 ឯងអញ្ចឹងវាអត់ដើរតាមនេះវាអត់ដើរតាម router លេខ2ទេដោយសារតែ router លេខ2នេះយើងយកវាធ្វើ standby អញ្ចឹងយើងអាចmake sureថា connection ហ្នឹងគឺពិតជាត្រឹមត្រូវហើយព្រោះ router traffic របស់យើងគឺដើរចេញតាមឆ្លងកាត់ speed តមកឆ្លងកាត់ router លេខ1វាឆ្លងកាត់ router លេខ2អូខេឥឡូវយើងប្រេះមកកាន់ 11.11 ទៀតមកឃើញទេវាឆ្លងកាត់ទី1វាឆ្លងកាត់ gateway នេះយើង VLAN 10អញ្ចឹងវាច្បាស់ជាឆ្លងកាត់ IP 192.168.10.1 វាជា gateway របស់ VLAN 10តវាឆ្លងកាត់ gateway នេះហើយវាឆ្លងកាត់នេះ 10.2 នេះដើរមកដល់ឡើងនេះហើយវាដើរមកដល់ឡើងនេះវាឃើញ 10.2 ហើយអូខេ 10.1 អូខេឥឡូវយើង trace មកកាន់ 1.1.2 ឆ្លងកាត់ gateway នេះ 10.1 នេះដើរមកដល់នេះមកអូខេឥឡូវយើងធ្វើការបដាច់ connection ឡើងមួយតើរក VLAN ទាំងអស់វា load មកខាងនេះអត់ខាងនេះអញ្ចឹងខាងនេះកាលណាបដាច់ connection ខាងនេះច្បាស់ទៅជា standby វិញអញ្ចឹងខាងនេះ load ទៅជា active វិញអូខេឥឡូវយើងចូលមកកាន់ interface ហ្នឹងហើយយើង shut down មកshutdown ជាមួយយើងមើលអានេះតើមានអីកើតឡើងឃើញទេវា load ពី active ទៅជា load ពី standby ទៅជា active វិញទាំងអស់គ្រប់ VLAN ទាំងអស់10 20 30 40អញ្ចឹងអានេះគឺទៅជា standby វិញ change state ទៅជា standby គេចង់សូមើល standby standby ឡើងជា active
យើង no shot name no shot វិញមកអានឹងឡើងអានេះឡើងទៅជា active វិញអានឹងទៅជា standby វិញចាំមកនេះលោទៅជា standby វិញដូរពី standby មកនោះវា standby ឃើញទេមកនោះវា standby ដោយសារ connection មួយដាច់ connection មួយទៅវា standby ឥឡូវវាលោទៅជា active វិញlesson នេះពង speak អានេះ load ចាប់ដើមជា active មួយនេះ30standby វិញកាលណាអានេះដាច់ connection មុនហ្នឹងវាទៅជា standby ឃើញ standby ទៅពេល connection វា up វិញវាឡើងទៅជា active វិញឃើញអញ្ចឹងអានេះទៅជា standby វិញអូខេវា failover soមក standbyដូចវែងនេះហើយអូខេរបៀបនៃការ configure HSOP failover ចប់តែប៉ុណ្ណឹងអូខេសូមអរគុណច្រើនដែលបានទស្សនាវីដេអូនេះកុំភ្លេចជួយ subscribe វីដេអូផងដើម្បីទទួលនៅបាននូវវីដេអូថ្មីៗបាទសូមអរគុណច្រើន